មេរៀនទី8គឺអានគុំ count if ហើយនឹង count if មានអី count if អត់អីយើងប្រើក្នុងលក្ខខណ្ឌយើងរាប់តែក្នុងករណីតែមួយ item មួយហើយសម្រាប់ count if មានអីគឺយើងរាប់ក្នុងលក្ខខណ្ឌយើងចង់រាប់ក្នុង item ចាប់ពីឡើងទៅយើងអនុវត្តក្នុងលំហាត់នៅក្នុងនេះយើងចង់រាប់បុគ្គលិកផ្នែក marketing តើមានប្រមាណអ្នកជាងយើងរាប់នៅក្នុង position ជាងក្នុងនេះតែមួយឯងគឺ marketing តែមួយលក្ខខណ្ឌអញ្ចឹងស្មើ count if មានអី select លើនេះមកតើមកយើងក្បៀសចុចលើ position marketing បាត់មួយចោ enter មកជាង manager នេះក៏ដូចគ្នាដែរយើង select លើដូចគ្នា security ដូចគ្នា accounting យើងអាចរកមកគឺយើងស្មើនឹង count if select ក្បៀសយើងចុចលើពាក្យ accounting វា enter សម្រាប់count mail នេះគឺយើង select លើ mail យើងធ្វើនៅលើ female ម្ដងស្មើ count if select ទាំងអស់select លើ page យើង select លើ page គេសួរ page count female ស្មើប៉ុន្មានចុចលើពាក្យ female ហ្នឹងមកចឹងវាឲ្យឃើញ6នាក់យើងអនុវត្ត count if មាន s count if មាន s នៅក្នុងនេះយើងឃើញលក្ខខណ្ឌគឺចាប់ពី2ឡើងទៅ marketing female manager male ទៅចឹងយើងអាចរាប់អានគុំ count if យើងប្រើមាន s នេះគេសួរ row marketing ជាវានៅក្នុង position នេះ select ទាំងអស់ចុចពាក្យ marketing មកហើយ page ស្រីមក select លើ page នេះក្បៀសចុចលើអក្សរ S ណា female បាត់មួយចោ enter មកចុចលើ female យើងអាច female នេះអូខេ enter កន្លែងនេះខុសរកឃើញ3នេះគឺស្មើ3marketing អូខេជាយើង select ធ្វើម្ដងទៀតយើង select លើ position count if មាន s select លើ position ក្បៀស marketing យើងរក marketing ក្បៀសជា page អី page ស្រីយើង select លើនេះ select ហើយយើងក្បៀសមួយបានយើងទៅចុចនៅលើ page ស្រីបងចុច enter ចឹងវារាប់ឃើញ3 security mail ស្មើ count if មាន s នេះ select លើ position ទាំងអស់នេះគឺវា security ចែកលើ security គឺវា page ប្រុសយើង select មកលើ page ក្បៀសមកចុចលើអក្សរ M អញ្ចឹងវារាប់ឲ្យ enter ឃើញសម្រាប់បុគ្គលិកយើងរកបុគ្គលិក female ដែលមានប្រាក់ខែ600អានេះបុគ្គលិក male មានប្រាក់ខែ220យើងរកឃើញ3នាក់ចឹងមើលរក600នេះឃើញប៉ុន្មានកន្លែងនេះយើងដាក់ count if មាន s យើង select លើនេះក្បៀស
ក្នុងនេះគេសួររកភេទយើង select មិន select position ទេគឺយើង select លើភេទអូខេភេទគឺបៀភេទអីភេទស្រីចុចលើអក្សរ S មកបៀរោប្រាក់ខែ600 select លើប្រាក់ខែហើយយើងចុចលើ600មកចឹងវានឹងរាប់ឃើញអូខេចឹងបុគ្គលិកភេទស្រីប្រាក់ខែ600មាន3នាក់អូខេចាក្នុងវីដេអូនេះយើងមានប៉ុណ្ណឹងយើងជួយ subscribe ម្នាក់មួយ